stress កើតឡើងដោយសារតែយើងខ្វល់ខ្វាយពីអនាគតហើយយើងសោកស្ដាយនៅអតីតកាលដែលយើងធ្វើកន្លងហួសដែលយើងប្រព្រឹត្តខុសយើងចេះតែគិតពីវាហេតុអីបានយើងធ្វើអញ្ចឹងហេតុអីយើងចេះតែសោកស្ដាយតែរឿងអតីតកាលហើយយើងព្រួយបារម្ភតែរឿងអនាគតពេលដែលយើងសោកស្ដាយអតីតកាលព្រួយបារម្ភរឿងអនាគតនឹងហើយមិនស្រេះចេះតែកើតឡើងចំពោះខ្លួនយើងដូច្នេះហើយបុគ្គលដែលត្រាស់ដឹងគឺព្រះសម្មាសម្ពុទ្ធទ្រង់ឲ្យយើងចម្រើននូវសតិដឹងហើយយើងរស់នៅជាមួយបច្ចុប្បន្នចម្រើនសតិដឹងធ្វើអ្វីក៏ដឹងថាយើងកំពុងធ្វើនឹងយើងកំពុងរៀនឲ្យដឹងថាយើងកំពុងរៀនយើងកំពុងធ្វើការឲ្យដឹងថាយើងកំពុងធ្វើការយើងកុំរសេមរសាមកាលណាដែលយើងព្រួយបារម្ភអនាគតឲ្យយើងទាញសតិដឹងធ្វើម៉េចឲ្យមករស់នៅបច្ចុប្បន្នជានិច្ចបានអាចកាត់បន្ថយ stress បានបាទយើងត្រូវតែទទួលស្គាល់ការពិតថាគ្រប់យ៉ាងមានហេតុនិងមានផលមានបច្ច័យច្បាស់លាស់យើងធ្លាក់ខ្លួនដល់កម្រិតនេះទំនងជាមានហេតុអ្វីមួយវាមិនដែលប្រឆាំងហេតុទេជួនកាលកម្មពីអតីតកាលយើងដែលធ្វើឲ្យយើងជួបតែមនុស្សបោកប្រាស់ដើរខុសផ្លូវជាដើមឡាក់តែសេចក្តីល្អរបស់យើងនឹងឲ្យផលនៅពេលថ្ងៃណាមួយពេលដែលបុណ្យរៀបចំឲ្យនោះជីវិតរបស់យើងនឹងភ្លឺស្វាងនិងរីកចម្រើនតទៅវិញជាមិនខានបាទចូលអ្នកជឿលើកម្មផលចោះ